ដោយមានការណែនាំពីពួកទេវតាអេរ៉ុនបានទៅជួបប្អូនប្រុសរបស់គាត់នៅទីរដ្ឋានក្បែរភ្នំហរ៉ែបនៅទីនេះលោកម៉ូសេបានប្រាប់ទៅកាន់អេរ៉ុនពីគ្រប់ទាំងសេចក្តីដែលព្រះបានផ្ដាំនិងគ្រប់ទាំងទីសម្គាល់ដែលទ្រង់បានបង្គាប់មករួចអ្នកទាំងពីរក៏ធ្វើដំណើរទៅកាន់ប្រទេសអេស៊ីបដើម្បីជួបជាមួយពួកចាស់ទុំនៃសាសអ៊ីស្រាអែលបណ្ដាជនទាំងឡាយក៏ជឿហើយកាលគេបានឃើញថាព្រះយេហូវ៉ាទ្រង់បានប្រោះដល់ពួកកូនចៅអ៊ីស្រាអែលហើយថាទ្រង់បានទតឃើញអំពីសេចក្តីទុក្ខលំបាករបស់ពួកគេនោះពួកគេក៏អោនក្បាលក្រាបថ្វាយបង្គំទ្រង់បងប្អូនទាំងពីរនាក់បានចូលទៅរាជវាំងរបស់ស្ដេចផារ៉ោននៅក្នុងឋានៈជារាជទូតមកពីនគរព្រះដោយមានសារមួយយកទៅថ្វាយស្ដេចដែលមានសេចក្តីថាព្រះយេហូវ៉ាដ៏ជាព្រះនៃសាសអ៊ីស្រាអែលទ្រង់មានបន្ទូលដូច្នេះថាចូលឲ្យរះអញចេញទៅថ្វាយអញបូជាដល់អញនៅទីរហោឋានស្ដេចបានសួរតបទៅវិញថាតើព្រះយេហូវ៉ាទ្រង់ជានរណាដែលអញត្រូវស្ដាប់បង្គាប់តាមទ្រង់នឹងឲ្យសាសអ៊ីស្រាអែលចេញទៅទីរហោឋានអញមិនស្គាល់ព្រះយេហូវ៉ាទេហើយក៏មិនព្រមឲ្យសាសអ៊ីស្រាអែលចាញ់ទៅឡើយនោះគេក៏ឆ្លើយតបទៅកាន់ស្ដេចវិញថាព្រះនៃសាសហេប្រឺទ្រង់បានលេចមកឲ្យយើងខ្ញុំដូច្នេះសូមទ្រង់អនុញ្ញាតឲ្យយើងខ្ញុំរាល់គ្នាទៅឯទីរដ្ឋានចម្ងាយដល់ផ្លូវអស់3ថ្ងៃដើម្បីនឹងថ្វាយអញបូជាដល់ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំខ្លាចក្រែងទ្រង់ស្ទុះមកប្រហារយើងខ្ញុំរាល់គ្នាដោយសារអសន្នរោគឬដាវផងនៅពេលនោះកំហឹងរបស់ស្ដេចបានពុះកញ្ជ្រោលឡើងរួចទ្រង់មានព្រះបន្ទូលថាណែម៉ូសេនិងអេរ៉ុនហេតុអ្វីបានជាឯងបញ្ឈប់ពួកជនមិនឲ្យធ្វើការដូច្នេះជួយឯងរាល់គ្នាត្រឡប់ទៅធ្វើការរបស់ឯងរាល់គ្នាវិញទៅនគរនេះបានទទួលការខាត់បងដោយសារជនចម្លែកទាំងពីរនាក់នេះរួចទៅហើយដោយមានគំនិតនៅក្នុងហារតីស្ដេចបានបន្ថែមទៀតថាមើលឥឡូវនេះបណ្ដាជននៅក្នុងស្រុកនេះគេមានគ្នាច្រើនហើយឯងមកធ្វើឲ្យគេឈប់សម្រាកពីការងាររបស់ពួកគេដូច្នេះដោយពួកគេបានជួបជាឆ្លើយនៅក្នុងប្រទេសអេស៊ីបជាយូរឆ្នាំពួកជនជាតិអ៊ីស្រាអែលលែងដឹងអំពីក្រឹតវិន័យរបស់ព្រះទៀតហើយពួកគេក៏លែងគោរពថ្ងៃសាបាតទៀតដែរការបង្គាប់ពីពួកចៅហ្វាយរបស់ពួកគេបានធ្វើឲ្យពួកគេហាក់ដូចជាមិនអាចរក្សាថ្ងៃសាបាតបានទៀតឡើយតែលោកម៉ូសេបានបង្ហាញដល់បណ្ដាជនរបស់គាត់ថាការស្ដាប់បង្គាប់ព្រះគឺជាលក្ខខណ្ឌតែមួយគត់នៃការរំដោះខ្លួននេះការខិតខំប្រឹងប្រែងស្ដារថ្ងៃសាបាតឡើងវិញបានធ្វើឲ្យពួកអ្នកដែលជិះជនសង្កត់សង្កិនរបស់ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងស្ដេចមានសេចក្តីក្រោធជាខ្លាំងដោយសង្ស័យថាសាសអ៊ីស្រាអែលនឹងងើបបះបោរពីកិច្ចការងារបម្រើដល់ទ្រង់ព្រះអង្គបានខំប្រឹងប្រែងទប់ស្កាត់មិនឲ្យពួកគេមានឱកាសថ្វាយបង្គំព្រះដែលចាត់ទុកថាជាគ្រោះថ្នាក់ដ៏ធំមួយនេះឡើយព្រះអង្គបានចាត់វិធានការថ្មីមួយទៀតភ្លាមដើម្បីដាក់ការងារឲ្យពួកគេកាន់តែធ្ងន់ធ្ងរឡើងហើយមកបាក់ស្មារតីកុំឲ្យពួកគេចង់បានឯករាជ្យតទៅទៀតសម្ភារៈសាងសង់ដែលគេប្រើជាទូទៅនៅសម័យនោះគឺជាឥដ្ឋដែលបានហាលដោយពន្លឺព្រះអាទិត្យហើយការធ្វើឥដ្ឋនេះតម្រូវឲ្យប្រើទេសកលជាច្រើនដោយសារគេត្រូវលាយចម្បាំងជាមួយនឹងដីឥដ្ឋដើម្បីឥដ្ឋបានល្អគេត្រូវការចម្បាំងជាច្រើនឥឡូវនេះស្ដេចបានចេញរាជបញ្ជាមួយមិនត្រូវបើកចម្បាំងឲ្យពួកគេទៀតទេគឺឲ្យពួកគេទៅរកចម្បាំងដោយខ្លួនឯងវិញតែចំនួនឥដ្ឋត្រូវឲ្យពួកគេធ្វើឲ្យគ្រប់ចំនួនដដែលពួកនេះតម្រួតសាសអេស៊ីបបានតែងតាំងមេការសាសហេប្រឺឲ្យធ្វើការពិនិត្យកិច្ចការនេះនៅពេលដែលរាជបញ្ជារបស់ស្ដេចត្រូវបានប្រើជាផ្លូវការបណ្ដាជនទាំងឡាយត្រូវបានខ្ចាត់ខ្ចាយទៅពាសពេញនៅក្នុងស្រុកអេស៊ីបដើម្បីនឹងរកចិញ្ចែងមកជំនួសចម្បាំងប៉ុន្តែពួកគេបានឃើញថាពួកគេមិនអាចធ្វើឥដ្ឋឲ្យច្រើនដូចមុនបានឡើយដោយសារមិនអាចធ្វើឥដ្ឋឲ្យគ្រប់ចំនួនបែបនេះតម្រួតរបស់ស្ដេចបានវាយដំពួកមេការនៃសាសហេប្រឺយ៉ាងឃោរឃៅពួកមេការរបស់សាសអ៊ីស្រាអែលបានទៅគាល់ស្ដេចផារ៉ោនអំពីទុក្ខព្រួយរបស់ពួកគេស្ដេចផារ៉ោនបានទ្រង់ព្រះសម្ដាប់នៅការត្អូញត្អែររបស់ពួកគេរួចមានបន្ទូលលក់លើយទៅវិញថាឯងរាល់គ្នាជាមនុស្សកំជិលទេបានជាឯងនិយាយថាសូមបើកឲ្យយើងខ្ញុំទៅថ្វាយបង្គំព្រះយេហូវ៉ាដូច្នោះគឺឯងរាល់គ្នាខ្ជិលទេដូច្នេះចូលឯងរាល់គ្នាត្រឡប់ទៅធ្វើការរបស់ឯងវិញចុះត្បិតគេមិនតម្រូវបើកចម្បាំងដល់ឯងរាល់គ្នាទេតែត្រូវឯងរាល់គ្នាធ្វើអត់ឲ្យគ្រប់ចំនួនកុំខានឡើយឯពួកមេរបស់កូនចៅអ៊ីស្រាអែលកាលគេឮថាមិនត្រូវបានបន្ថយចំនួនឥដ្ឋដែលត្រូវធ្វើរាល់ថ្ងៃដូច្នោះនោះក៏ឃើញថាខ្លួនឯងជួបជាមនុស្សដែលមានសេចក្តីវេទនាហើយគេក៏ចេញពីចំពោះផារ៉ោនមកជួបនឹងម៉ូសេហើយនឹងអេរ៉ុនដែលកំពុងតែឈរចាំនៅខាងក្រៅក៏និយាយថាសូមឲ្យព្រះយេហូវ៉ាពិចារណាហើយជំនុំជម្រះពួកអ្នកចោះត្បិតអ្នកបានធ្វើឲ្យយើងរាល់គ្នាស្អុយគេឈ្មោះនៅចំពោះផារ៉ោននិងពួកមហាថលិកទ្រង់ហើយព្រមទាំងបានដាក់ដាវនៅដៃឲ្យសម្លាប់យើងរាល់គ្នាផងម៉ូសេបានកើតទុក្ខជាខ្លាំងទុក្ខលំបាករបស់ជនជាតិអ៊ីស្រាអែលបានកើនឡើងជាខ្លាំងសម្រែកនៃភាពអស់សង្ឃឹមបានបន្លឺចេញពីមនុស្សចាស់ទុំទាំងឡាយព្រមទាំងក្មេងពាសពេញនគររបស់ផារ៉ោនពួកគេបានជួបជុំគ្នាស្ដីបន្ទោសដល់គាត់អំពីការផ្លាស់ប្ដូរស្ថានភាពដែលប្រកបដោយគ្រោះថ្នាក់មហន្តរាយនេះដល់ពួកគេគាត់បានទៅជួបជាមួយនឹងព្រះទាំងចិត្តជូរល្វីងរួចទូលទៅកាន់ទ្រង់ថាអោព្រះអង្គម្ចាស់អើយហេតុអ្វីបានជាទ្រង់ធ្វើបាបដល់ពួកបណ្ដាជននេះដូច្នេះតើទ្រង់បានចាត់ទូលបង្គំមកធ្វើអីបើតាំងតែទូលបង្គំចូលមកទូលផារ៉ោនដោយនៅព្រះនាមរបស់ទ្រង់នោះផារ៉ោនចេះតែធ្វើបាបដល់បណ្ដាជននេះហើយទ្រង់សោតក៏មិនបានប្រោះឲ្យរះរួចផងនោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
ឥឡូវនេះឯងនឹងឃើញការដែលអញនឹងធ្វើដល់ផារ៉ោនដោយដៃដ៏ខ្លាំងពូកែនោះអញនឹងធ្វើឲ្យរះអញចេញទៅហើយដោយដៃដ៏ខ្លាំងពូកែផារ៉ោននឹងបណ្ដេញពួកគេចេញពីស្រុកនេះផងពួកចាស់ទុំសាសអ៊ីស្រាអែលបានព្យាយាមលើកទឹកចិត្តបងប្អូនដែលមានជំនឿលិចលង់ដោយរំលឹកឡើងវិញជាមួយនឹងសេចក្តីសន្យាដែលព្រះបានធ្វើជាមួយនឹងពួកអាយកោរបស់ពួកគេនិងសេចក្តីទំនីដែលលោកយូសែបបាននិយាយប្រាប់ឲ្យពួកគេដឹងជាមុនអំពីការរំដោះពួកគេចេញពីស្រុកអេស៊ីបអ្នកដទៃផ្សេងទៀតបានបដិសេធសេចក្តីសង្ឃឹមរបស់ពួកគេសេចក្តីរាយការណ៍នៅក្នុងចំណោមទាសករអ៊ីស្រាអែលក៏បានឮទៅដល់សាសអេស៊ីបហើយពួកគេបានចំអកឡកលើយមើងងាយដល់ការរំពឹងទុករបស់ពួកគេព្រមទាំងបានបដិសេធប្រជាស្ដាររបស់ព្រះទាំងងងឹលពួកគេបានចំអកឡកលើយថាបើព្រះរបស់ឯងយុត្តិធម៌ហើយមានសេចក្តីមេត្តាករុណាជាងព្រះនៃសាសអេស៊ីបហេតុអ្វីបានជាព្រះអង្គមិនរំដោះពួកឯងឲ្យមានសេរីភាពទៅពួកគេថ្វាយបង្គំព្រះអាទិទេពដែលសាសអ៊ីស្រាអែលហៅថាព្រះខ្លាញ់ខ្លាយតែពួកគេនៅជានគរដែលមានទ្រព្យសម្បត្តិនិងអំណាចស្ដុកស្ដម្ភព្រះទុយទុយរបស់ពួកគេបានឲ្យពរដល់ពួកគេចម្រុងចម្រើនហើយបានឲ្យសាសអ៊ីស្រាអែលទៅជាទាសកររបស់ពួកគេថែមទៀតផងស្ដេចផារ៉ោនបានអួតខ្លួនឯងក្អេងក្អាងថាព្រះនៃសាសហេប្រឺមិនអាចរំដោះកូនចៅរបស់ពួកគេពីអំណាចរបស់ព្រះអង្គបានឡើយពាក្យសម្ដីបែបនេះបានបំផ្លាញក្តីសង្ឃឹមរបស់កូនចៅអ៊ីស្រាអែលជាច្រើនពិតប្រាកដណាស់ពួកគេជាទាសករកូនចៅរបស់ពួកគេត្រូវបានសម្លាប់ហើយជីវិតរបស់ពួកគេមានបន្ទុកយ៉ាងធ្ងន់ធ្ងរតែពួកគេនៅតែថ្វាយបង្គំព្រះនៅឋានសួគ៌ដដែលព្រះអង្គនឹងមិនបណ្ដោយឲ្យពួកគេនៅក្រោមការជិះជាន់របស់ពួកអ្នកដែលថ្វាយបង្គំព្រះខ្លែងខ្លាយដូច្នោះឡើយប៉ុន្តែពួកអ្នកដែលស្មោះត្រង់ជាមួយនឹងព្រះបានយល់ថាដោយសារតែសាសអ៊ីស្រាអែលបានបែកចេញពីទ្រង់ដោយសារតែពួកគេចូលចិត្តរៀបការជាមួយនឹងពួកអ្នកដែលមិនជឿព្រះដូច្នេះហើយទើបបានជាព្រះបណ្ដោយឲ្យពួកគេខ្លាចទៅជាទាសករបែបនេះពួកគេបានបញ្ជាក់ប្រាប់អ្នកដទៃទៀតថាព្រះនឹងបំបាក់នឹមទាសករនេះនាពេលឆាប់ៗនេះជាមិនខានប៉ុន្តែសាសហេប្រឺនេះមិនទាន់បានរៀបចំខ្លួនជាស្រេចដើម្បីរំដោះខ្លួនឯងនៅឡើយទេពួកគេមានជំនឿទៅលើព្រះតិចពេកពួកគេភាគច្រើនចង់រស់នៅជាទាសករនៅក្នុងប្រទេសអេស៊ីបតទៅទៀតប្រសើរជាងប្រឈមមុខជាមួយនឹងការលំបាកនៃការផ្លាស់ប្ដូរទៅកាន់ទឹកដីថ្មីដែលពួកគេមិនធ្លាប់ស្គាល់ហើយមនុស្សមួយចំនួនមានទម្លាប់ដូចជាសាសអេស៊ីបរួចទៅហើយដូច្នេះព្រះដែលគ្រប់គ្រងព្រឹត្តិការណ៍ទាំងឡាយបានធ្វើឲ្យស្ដេចអេស៊ីបមានប្រាតីរឹងរូសហើយទ្រង់បានបង្ហាញព្រះអង្គទ្រង់ដល់សាសអេស៊ីបការងាររបស់លោកម៉ូសេប្រហែលជាមិនពិបាកដូច្នោះទេបើសិនជាសាសអ៊ីស្រាអែលមិនពុករលួយដោយការមិនចង់ចាកចេញពីប្រទេសអេស៊ីបនោះព្រះគម្ពីរបានចែងថាប៉ុន្តែពួកគេមិនស្ដាប់តាមលោកឡើយព្រោះពួកគេបាក់ទឹកចិត្តដោយសារទុក្ខវេទនាក្នុងភាពជាទាសករព្រះមានព្រះបន្ទូលមកកាន់លោកម៉ូសេម្ដងទៀតថាចូលឲ្យទទួលផារ៉ោនជាស្ដេចស្រុកអេស៊ីបថាចូលបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅគាត់បានទូលតបទៅកាន់ព្រះយ៉ាងបើកទឹកចិត្តថាមើលសំបីតែពួកកូនចៅអ៊ីស្រាអែលក៏មិនព្រមស្ដាប់តាមពាក្យរបស់ទូលបង្គំទៅហើយចូលបើផារ៉ោនធ្វើដូចម្ដេចឲ្យស្ដាប់តាមទូលបង្គំបានព្រះបានប្រាប់ឲ្យលោកម៉ូសេយកលោកអារ៉ុនទៅជាមួយពួកមន្ត្រីបានប្រាប់ទៅលោកម៉ូសេវិញថាព្រះជាមិនព្រមអនុញ្ញាតឡើយដរាបណាព្រះមិនព្រមដាក់ទោសដល់សាសអេស៊ីបដោយការជំនុំជម្រះហើយនាំសាសអ៊ីស្រាអែលចេញទៅដោយការបង្ហាញប្រជាស្ដារដ៏អស្ចារ្យរបស់ទ្រង់នោះមុននឹងគ្រោះកាចនីមួយៗធ្លាក់មកលោកម៉ូសេត្រូវពិពណ៌នាអំពីប្រភេទឥទ្ធិពលនៃគ្រោះកាចទាំងនោះដើម្បីឲ្យប្រជាទ្រង់សង្គ្រោះព្រះអង្គឯងឲ្យរួចពីគ្រោះកាចទាំងនោះបើសិនជាទ្រង់ចង់ធ្វើដូច្នោះនៅពេលដែលស្ដេចបដិសេធគ្រោះកាចមួយនឹងចូលមករឹតតែធ្ងន់ជាងមុនទៅទៀតទាល់តែព្រះតីដ៏អំនួតរបស់ស្ដេចអង្គនេះត្រូវបានបន្ទាបចោះហើយយកព្រមទទួលស្គាល់ព្រះអធិការដែលបង្កើតផ្ទៃមេឃនិងផែនដីថាជាព្រះពិតនិងជាព្រះដែលមានព្រះជន្មរស់ព្រះដាក់ទណ្ឌកម្មដល់រាជអេស៊ីបដោយការថ្វាយបង្គំរូបព្រះរបស់ពួកគេនិងបង្ក្រាបអំណួររបស់ពួកគេដើម្បីសាសដតីញ័ររន្ធត់ដោយសារសកម្មភាពដ៏អស្ចារ្យរបស់ទ្រង់ឲ្យរាជរបស់ទ្រង់ងាកបែកចេញពីការថ្វាយបង្គំរូបព្រះរួចត្រឡប់ទៅកាន់ការថ្វាយបង្គំព្រះដ៏បរិសុទ្ធវិញលោកម៉ូសេនិងអារ៉ុនបានចូលទៅក្នុងរាជវាំងដ៏ឆើតឆាយរបស់ស្ដេចស្រុកអេស៊ីបម្ដងទៀតនៅទីនេះតំណាងឲ្យពូជទាសករទាំងពីរនាក់បានឈរនៅកណ្ដាលសសរខ្ពស់ៗតុបតែងលម្អដោយភ្លើងភ្លឺចាំងចាំងនៅកណ្ដាលផ្ទាំងគំនូររូបដ៏ឆើតឆាយល្អក្រៃលែងនៃព្រះខ្លែងខ្លាយជាច្រើនស្ដេចបានទាមទារការអស្ចារ្យដែលជាភស្តុតាងនៃការត្រាស់បង្គាប់របស់ព្រះពេលនោះអារ៉ុនបានបោះដំបងនៅមុខស្ដេចផារ៉ោនដំបងនោះបានខ្លាចទៅជាសត្វពស់ប៉ុន្តែផារ៉ោនទ្រង់មានព្រះបន្ទូលហៅពួកអ្នកប្រាជ្ញនិងពួកអភិមកឯគ្រូនៅស្រុកអេស៊ីបទាំងនោះគេក៏បានធ្វើដូច្នោះដោយរបៀបរបស់ពួកគេដែរគេបានបោះដំបងរបស់គេរៀងខ្លួនហើយដំបងនោះក៏បានត្រឡប់ទៅជាសត្វពស់ទាំងអស់ដែរតែដំបងរបស់អារ៉ុនបានលេបដំបងរបស់អ្នកទាំងអស់នោះបាត់ទៅវិញពេលនោះស្ដេចផារ៉ោនកាន់តែមានប្រតិយរឹងទទឹងជាងមុនទៅទៀតហើយបានប្រកាសថាទ្រង់មានអំណាចស្មើនឹងប្រជាស្ដាររបស់ព្រះទ្រង់បានចោទអ្នកបម្រើរបស់ព្រះថាជាជនបោកប្រាស់ប៉ុន្តែប្រជាស្ដាររបស់ព្រះបានរិះរឹងមិនឲ្យទ្រង់ធ្វើអ្វីដល់ពួកគាត់ទាំងពីរឡើយពួកគ្រូមន្តអាគមទាំងអស់នោះមិនអាចធ្វើឲ្យដំបងទាំងអស់នោះខ
ខ្លាចទៅជាពស់ពិតប្រកបបានទេប៉ុន្តែដោយសារមន្តអាគមគាថាដែលជំនួយមកពីមេលបួងដ៏ធំទើបពួកគេអាចធ្វើឲ្យកើតមានបែបនោះទៅបានស្ដេចនៃការអាក្រក់គឺអរិយសាតាំងមានអំណាចសឹងតែគ្រប់បែបយ៉ាងជាទេវតាដែលធ្លាក់ចុះមួយអង្គប៉ុន្តែវាមិនមានអំណាចផ្ដល់ជីវិតបានឡើយព្រោះការនេះមានតែព្រះមួយអង្គប៉ុណ្ណោះដែលមានសិទ្ធិធ្វើសាតាំងវាបង្កើតការក្លែងបន្លំនៅចំពោះភ្នែករបស់មនុស្សដំបងនោះបានខ្លាចជាពស់មែននេះគឺជាអ្វីដែលស្ដេចផារ៉ោននិងមន្ត្រីរបស់ព្រះអង្គបានជឿថាមានដូច្នោះមែនទោះបីជាព្រះបានធ្វើឲ្យពស់ពិតប្រាកដលេបពស់ខ្លែងៗនោះក៏ដោយក៏ស្ដេចផារ៉ោនមិនបានចាត់ទុកថានេះគឺជាការអស្ចារ្យដែលកើតឡើងពីព្រះចេស្តារបស់ព្រះដែរតែផារ៉ោនបានគិតថានេះគឺជាលទ្ធផលនៃមន្តអាគមដ៏ពូកែស័ក្តិសិទ្ធិទៅវិញស្ដេចផារ៉ោនបានយកលេសគ្រប់បែបយ៉ាងដើម្បីដោះសារថានេះមិនមែនជាការអស្ចារ្យដែលព្រះសម្ដែងតាមរយៈលោកម៉ូសេទេសាតាំងបានថ្វាយទៅកាន់ស្ដេចនៅអ្វីដែលទ្រង់ចង់បានវាបានធ្វើឲ្យមនុស្សមើលឃើញថាលោកម៉ូសេនិងអេរ៉ុនគ្រាន់តែជាគ្រូមន្តអាគមនិងគ្រូធ្មប់តែប៉ុណ្ណោះហើយសារដែលគាត់ទាំងពីរនាក់នេះនាំមកក៏មិនត្រូវបានគេគោរពថាជាសារដែលមកពីព្រះដ៏ខ្ពស់បំផុតដែរការក្លែងបន្លំរបស់សាតាំងនេះបានធ្វើឲ្យព្រះតីរបស់ស្ដេចផារ៉ោនកាន់តែរឹងទៅតឹងឡើងទោះទៅនឹងការផ្ដន់ទោសនេះសាតាំងបានជួយឲ្យជំនឿរបស់លោកម៉ូសេនិងអេរ៉ុនរកុសរង្គើផងដែរស្ដេចនៃការអាក្រក់គឺអរិយសាតាំងបានដឹងយ៉ាងច្បាស់ថាលោកម៉ូសេបានបង្ហាញឲ្យដឹងជាមុនអំពីព្រះគ្រីស្ទដែលនឹងត្រូវបំបាក់រាជនៃអំពើបាបនៅលើគ្រួសាររបស់មនុស្សវាបានដឹងច្បាស់ថានៅពេលដែលព្រះគ្រីស្ទទ្រង់លេចមកទ្រង់នឹងសម្ដែងការអស្ចារ្យជាធំដើម្បីឲ្យមនុស្សលើពិភពលោកនេះបានដឹងថាព្រះបានចាត់ទ្រង់ឲ្យមកមែនដោយបំភាន់កិច្ចការរបស់ព្រះតាមរយៈលោកម៉ូសេសាតាំងសង្ឃឹមថាវាមិនត្រឹមតែការពារមិនឲ្យមានអ្នករំដោះអ៊ីស្រាអែលប៉ុណ្ណោះទេប៉ុន្តែវានឹងបំផ្លាញជំនឿរបស់មនុស្សនៅគ្រប់សម័យកាលនាពេលអនាគតនឹងធ្វើឲ្យមនុស្សមើលឃើញថាការអស្ចារ្យទាំងឡាយរបស់ព្រះគ្រីស្ទគ្រាន់តែជាលទ្ធផលនៃអំណាចរបស់មនុស្សតែប៉ុណ្ណោះព្រះបានបង្គាប់ឲ្យម៉ូសេនិងអេរ៉ុនធ្វើដំណើរទៅកាន់មាត់ទន្លេនាពេលព្រឹកថ្ងៃស្អែកដោយសារទន្លេនេះជាប្រភពចំណីអាហារនិងទ្រព្យសម្បត្តិដល់ប្រជារាស្ត្រនៃខ្សែអេស៊ីបនោះទើបពួកគេថ្វាយបង្គំទន្លេនេះទៅជាព្រះរបស់ពួកគេហើយព្រះរាជាតែងតែយាងទៅកាន់ច្រាំងទន្លេនេះដើម្បីថ្វាយបង្គំព្រះផងដែរបងប្អូនពីរនាក់នោះបានរំលឹកព្រះជាសាររបស់ព្រះទូលស្ដេចម្ដងទៀតពេលនោះពួកគេបានលើកដំបងវាយទឹកទន្លេដ៏ពិសេសនេះបានត្រឡប់ទៅជាឈាមត្រីពលងាប់ពេញទឹកហើយទឹកទន្លេក៏ត្រឡប់ទៅជាធំក្លិនស្អុយទឹកនៅក្នុងផ្ទះនិងនៅក្នុងអាងទាំងឡាយក៏បានត្រឡប់ទៅជាឈាមហើយពួកគ្រូនៅស្រុកអេស៊ីបក៏បានធ្វើដូច្នោះដោយចំណោះរបៀនរបស់ពួកគេដែរហើយផារ៉ោនទ្រង់វិលចូលទៅក្នុងរាជដំណាក់របស់ទ្រង់វិញមិនបានយកចិត្តទុកដាក់នឹងការទាំងនោះទេសេចក្តីវេទនានេះបានបន្តរហូតដល់7ថ្ងៃតែផារ៉ោនមិនបានប្រែព្រះទ័យឡើយលើកអេរ៉ុនបានលើកដំបងម្ដងទៀតហើយកង្កែបក៏ចេញមកពីទន្លេវឹកពោឡើងវាលោតចូលទៅក្នុងផ្ទះគឺនៅក្នុងបន្ទប់ដេកលើគ្រែគេងព្រមទាំងនៅក្នុងជើងក្រាននិងស្ងៀកលីម្សៅផងពួកសាសអេស៊ីបបានចាត់ទុកសត្វកង្កែបជាសត្វស័ក្តិសិទ្ធិដែលពួកគេថ្វាយបង្គំហេតុដូច្នោះទើបពួកគេមិនហ៊ានសម្លាប់សត្វកង្កែបនោះឡើយប៉ុន្តែឥឡូវនេះសត្វដែលមានស្បែករអិលទាំងនោះបានលោតចូលទៅក្នុងរាជដំណាក់របស់ស្ដេចផារ៉ោនទាំងវងរហូតដល់ព្រះអង្គអត់ទ្រាំមិនឲ្យគេយកចេញមិនបានពួកគ្រូមន្តអាគមទាំងឡាយហាក់ដូចជាអាចបង្កើតកង្កែបបានដែរតែពួកគេមិនអាចដកយកកង្កែបទាំងនោះចេញបានឡើយនៅពេលដែលបានឃើញដូច្នោះស្ដេចផារ៉ោនក៏បានបន្ទាបខ្លួនទ្រង់ហៅម៉ូសេនិងអេរ៉ុនមកមានបន្ទូលថាសូមឲ្យអង្វរដល់ព្រះយេហូវ៉ាឲ្យទ្រង់បន្ថយកង្កែបចេញពីអញពីរាជរបស់អញទៅនោះអញនឹងឲ្យពួកឯងចេញទៅថ្វាយយ៉ាញ់បូជាដល់ព្រះយេហូវ៉ាលោកទាំងពីរបានទូលសួរទៅកាន់ស្ដេចថាតើព្រះអង្គសពព្រះហត្ថីចង់ឲ្យពួកគាត់ទូលអង្វរព្រះយេហូវ៉ាសូមឲ្យទ្រង់ដកយកសេចក្តីវេទនានេះចេញនៅពេលណាព្រះអង្គបានកំណត់យកថាថ្ងៃស្អែកដោយសង្ឃឹមនៅក្នុងចិត្តថាកង្កែបទាំងឡាយនឹងបាត់អស់ទៅវិញហើយនឹងជួយសង្គ្រោះទ្រង់ឲ្យរួចពីការបន្ទាបខ្លួនយ៉ាងអាម៉ាស់នៅចំពោះព្រះនៃសាសអ៊ីស្រាអែលទោះជាយ៉ាងណាក៏ដោយក៏សេចក្តីវេទនានេះនៅតែបន្តរហូតដល់ពេលកំណត់រួចកង្កែបទាំងអស់ក៏បានងាប់ពាសពេញនៅក្នុងស្រុកអេស៊ីបហើយសំណល់ខ្មោចរបស់វាបានបំពុលបរិយាកាសនៅពាសពេញនៅក្នុងប្រទេសនេះព្រះអាចធ្វើឲ្យកង្កែបទាំងអស់នោះក្លាយទៅជាធូលីដីវិញបានមួយរំពេចតែទ្រង់មិនធ្វើដូច្នោះទេដើម្បីកុំឲ្យស្ដេចនិងរាជរបស់ព្រះអង្គអាចប្រកាសថាលទ្ធផលនៃការបង្ក្រាបកង្កែបចេញទៅវិញនេះគឺជាកិច្ចការរបស់ពួកគ្រូមន្តអាគមកង្កែបបានងាប់ហើយគេប្រមូលគោជាគំនោជាភស្តុតាងបញ្ជាក់ថាការនេះមិនមែនកើតឡើងដោយសារតែស្នាដៃរបស់គ្រូមន្តអាគមឡើយប៉ុន្តែគឺជាការជំនុំជម្រះរបស់ព្រះនៃឋានសួគ៌ទេតែកាលផារ៉ោនឃើញថាបានធូរឡើងហើយនោះទ្រង់ក៏តាំងប្រតិយរឹងទៅតឹងទៀតលោកអេរ៉ុនបានលើកដៃដែលមានដំបងរបស់គាត់វាយធូលីដីតាមការត្រាស់បង្គាប់របស់ព្រះនោះក៏កើតមានចៃនៅពេលពេញនៅក្នុងស្រុកអេស៊ីប
ផារ៉នបានឲ្យពួកគ្រូមន្តអាគមរបស់ព្រះអង្គធ្វើឲ្យកើតជាចៃដែរតែពួកគេធ្វើមិនកើតឡើយពួកគ្រូមន្តអាគមទាំងអស់នោះបានទទួលស្គាល់ថានេះគឺជាអង្គលីព្រះហស្ថរបស់ព្រះទេតែផារ៉ននៅតែមានប្រតិយរឹងទទឹងដដែលសេចក្តីវេទនាមួយទៀតក៏បានធ្លាក់មកជាបន្តទៀតបណ្ដាផ្ទះនៃពួកសាសអេស៊ីបមានពេញទៅដោយរុយទាំងអស់ព្រមទាំងដីដែលគេអាស្រ័យនៅដែររុយទាំងអស់នោះធំហើយមានពឹសផងកាលណាវាតិចនោះឈឺខ្លាំងណាស់ដូចជាព្រះបន្ទូលរបស់ព្រះបានប្រាប់ឲ្យដឹងជាមុនរុយទាំងអស់នោះនឹងមិនមាននៅក្នុងស្រុកកូសែនឡើយឥឡូវនេះស្ដេចផារ៉នបានអនុញ្ញាតឲ្យបណ្ដាជនអ៊ីស្រាអែលថ្វាយដង្វាយយ៉ាញ់បូជានៅក្នុងទឹកដីស្រុកអេស៊ីបប៉ុន្តែពួកគេមិនព្រមលោកម៉ូសេបានមានប្រសាសន៍ថាមិនគួរគប្បីនឹងធ្វើដូច្នោះទេបើធ្វើយ៉ាងនោះឈ្មោះថាយើងខ្ញុំនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំដោយយ៉ាញ់បូជាដែលជាទីស្អប់ខ្ពើមដល់សាសអេស៊ីបហើយចុះបើយើងខ្ញុំធ្វើយ៉ាញ់បូជានៅចំពោះមុខសាសអេស៊ីបដែលគេស្អប់ខ្ពើមដូច្នោះនោះតើគេនឹងមិនចោលយើងខ្ញុំនឹងថ្មទេឬអីសត្វដែលរាជអ៊ីស្រាអែលនឹងថ្វាយដង្វាយយ៉ាញ់បូជានោះគឺក្នុងចំណោមពួកសត្វទាំងឡាយដែលសាសអេស៊ីបចាត់ទុកថាជាព្រះរបស់ពួកគេសូម្បីតែអ្នកណាដែលសម្លាប់សត្វទាំងនោះមួយណាដោយអចេតនាក៏ដោយក៏ត្រូវទទួលទណ្ឌកម្មដល់ស្លាប់ដែរលោកម៉ូសេបានស្នើដល់ស្ដេចម្ដងទៀតសូមនាំរាជអ៊ីស្រាអែលទៅថ្វាយដង្វាយយ៉ាញ់បូជានៅទីរហឋានត្រឹមតែចម្ងាយដើរ3ថ្ងៃប៉ុណ្ណោះស្ដេចក៏បានយល់ព្រមហើយបានសូមឲ្យអ្នកបម្រើរបស់ព្រះទូលសូមដល់ព្រះរបស់ពួកគាត់ឲ្យដកយកសេចក្តីវេទនានេះចេញទៅពួកគេបានសន្យាថានឹងទូលអង្វរដល់ព្រះតែសូមកុំឲ្យទ្រង់បញ្ឆោតដល់ពួកគេទៀតសេចក្តីវេទនានោះក៏បានឈប់ប៉ុន្តែផារ៉នតាំងប្រតិរឹងទទឹងឡើងវិញម្ដងទៀតគឺទ្រង់មិនព្រមបើកឲ្យបណ្ដាជនចេញទៅឡើយការវាយប្រហារដោយសេចក្តីវេទនាយ៉ាងធ្ងន់ធ្ងរថ្មីទៀតនេះនឹងធ្លាក់មកជាបន្តគឺសត្វទាំងអស់នៅក្នុងស្រុកអេស៊ីបកើតមានជំងឺគ្មានសល់ទាំងពពួកសត្វដែលគេចាត់ទុកថាជាសត្វស័ក្តិសិទ្ធិនិងសត្វដែលពួកគេបានប្រើប្រាស់ដូចជាសត្វគោក្របីសេះជៀមអូតលាជាដើមត្រូវបានបំផ្លាញគ្មានសល់ពួកគេបានទូលដល់ស្ដេចថាសត្វរបស់សាសអ៊ីស្រាអែលមិនមានជំងឺទេដូច្នេះស្ដេចផារ៉នបានចាត់គេឲ្យទៅស៊ើបមើលដើម្បីបញ្ជាក់ថាតើដំណឹងនេះពិតដែរឬទេហើយឃើញថាគ្មានសត្វណាមួយនៅក្នុងវងសត្វរបស់អ៊ីស្រាអែលបានស្លាប់សោះប៉ុន្តែផារ៉នមានប្រតិយរឹងចចេះមិនព្រមបើកឲ្យបណ្ដាជនចេញទៅទេបន្ទាប់មកទ្រង់បានបង្គាប់ឲ្យម៉ូសេកាប់ផេះនៅក្នុងគុកភ្លើងមួយក្តាប់រួចបាច់ទៅលើមេឃនៅមុខផារ៉ោនផេះនោះក៏ត្រឡប់ទៅជាធូលីយ៉ាងម៉ត់នៅពាសពេញនៅក្នុងស្រុកអេស៊ីបទាំងមូលហើយធូលីនេះហុយដល់កន្លែងណានឹងបង្កើតជាបោសលាយចេញជាដំបៅពេញខ្លួនមនុស្សព្រមទាំងសត្វនៅក្នុងស្រុកអេស៊ីបដែរពួកសង្ឃនិងពួកគ្រូបានលើកទឹកចិត្តដល់ស្ដេចផារ៉ោនកុំឲ្យចោះចាញ់ប៉ុន្តែឥឡូវនេះការជំនុំជម្រះបានធ្លាក់មកលើពួកគេផងដែរនៅក្រោមការវាយប្រហារពីជំងឺដ៏គួរឲ្យខ្ពើមនិងឈឺចាប់ពួកគេមិនអាចប្រឆាំងទោះនឹងព្រះនៃសាសអ៊ីស្រាអែលតទៅទៀតបានទេពួកគ្រូមន្តអាគមមិនអាចការពារសូម្បីតែខ្លួនឯងបានផងតែផារ៉នរឹតតែមានប្រតិយរឹងទទឹងជាខ្លាំងហើយឥឡូវនេះព្រះជាម្ចាស់បានប្រាប់ដល់ទ្រង់ថាអញនឹងដាក់សេចក្តីវេទនាទាំងអស់មកទោសនឹងចិត្តឯងនិងពួកមហាថ្លឹកហើយនឹងរាជរបស់ឯងដើម្បីឯងបានដឹងថាគ្រប់លើផែនដីគ្មានអ្នកណាដូចអញឡើយប៉ុន្តែអញបានទុកឲ្យឯងនៅរស់វិញដើម្បីឯងបានឃើញឫទ្ធិបារមីរបស់អញផុសតាងរបស់ព្រះបានគ្រប់គ្រងព្រឹត្តិការណ៍ទាំងឡាយដើម្បីតាំងស្ដេចនៅលើបល្ល័ង្កនៅចំពេលដែលព្រះកំណត់ឲ្យមានការរំដោះសាសអ៊ីស្រាអែលទោះបីអំណាចដ៏ប្រហើនរបស់ទ្រង់បានប្រឆាំងទៅនឹងសេចក្តីមេត្តាករុណារបស់ព្រះក៏ដោយក៏ព្រះបានរក្សាព្រះជន្មរបស់ស្ដេចផារ៉ោនដើម្បីបង្ហាញពីភាពអស្ចារ្យរបស់ព្រះអង្គនៅក្នុងប្រទេសអេស៊ីបតាមរយៈការជជែករឿងរ៉ាវរបស់ស្ដេចផងដែរព្រះបានទុកឲ្យរាជរបស់ព្រះអង្គទទួលការសង្កត់សង្កិនពីសំណាក់សាសអេស៊ីបដើម្បីកុំឲ្យពួកគេចាញ់បោកការបញ្ឆោតឥទ្ធិពលយ៉ាងថោកទាបនៃការថ្វាយបង្គំរូបព្រះនៅក្នុងដំណោះស្រាយរបស់ទ្រង់ជាមួយនឹងស្ដេចផារ៉ោនព្រះជាម្ចាស់បានបង្ហាញសំអប់របស់ទ្រង់ចំពោះការថ្វាយបង្គំរូបព្រះនិងការបដិញ្ញាចិត្តរបស់ព្រះអង្គក្នុងការដាក់ទណ្ឌកម្មនិងការប្រឆាំងយ៉ាងធ្ងន់ធ្ងរទាក់ទងនឹងស្ដេចផារ៉ោនព្រះបានប្រកាសថាតែអញនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹងនោះទ្រង់មិនព្រមបើកឲ្យបណ្ដាជនចេញទៅទេគ្មានអំណាចដ៏អស្ចារ្យអ្វីធ្វើឲ្យចិត្តរបស់ស្ដេចផារ៉ោនរឹងរូសទេប៉ុន្តែគ្រាប់ពូជនៃការមិនស្ដាប់បង្គាប់របស់សាតាំងបានសាបព្រោះនៅខណៈដែលទ្រង់បដិសេធការអស្ចារ្យរបស់ព្រះលើកដំបូងបានបង្កើតផលផ្លែនៃការរឹងរូសនោះនៅពេលដែលទ្រង់ហ៊ានបន្តការរឹងរូសពីមួយទៅមួយទៀតចិត្តរបស់ទ្រង់កាន់តែរឹងឡើងរហូតដល់ព្រះទ្រង់មិនដោយឲ្យទ្រង់ទោសនៅព្រះភ័ក្ត្រដ៏ស្លេកស្លាំងនៃសពបុត្រាច្បងរបស់ទ្រង់ព្រះបានបន្ទោសអំពីអំពើបាបមកកាន់យើងតាមរយៈពួកអ្នកបម្រើទ្រង់ប្រសិនបើអ្នកណាមិនព្រមឲ្យព្រះកែតម្រូវនោះអំណាចរបស់ព្រះនឹងមិនចូលមកជួយការពារអ្នកនោះឲ្យរួចពីលទ្ធផលនៃសកម្មភាពរបស់ខ្លួនឡើយមនុស្សបែបនេះកំពុងតែធ្វើឲ្យចិត្តរបស់ពួកគេរឹង
ទោះទៅនឹងព្រះវិញ្ញាណបរិសុទ្ធហើយអស់អ្នកណាដែលចោះចាញ់សេចក្តីល្បួងលើកទី1និងចោះចាញ់សេចក្តីល្បួងលើកទី2កាន់តែងាយការធ្វើបែបនេះម្ដងហើយម្ដងទៀតនឹងធ្វើឲ្យអំណាចការតស៊ូទប់ទល់កាន់តែចុះខ្សោយទៅធ្វើឲ្យភ្នែកទៅជាងងឹតនិងខ្ទប់ដង្ហើមនៃសេចក្តីជំនឿកិច្ចការរបស់ព្រះមិនមានការអស្ចារ្យដើម្បីការពារនិងផលផ្លែនៃទង្វើនោះឡើយបើពូជណាដែលមនុស្សប្រុសចោះនោះនឹងច្រូតបានពូជនោះឯងតាមរបៀបនេះមនុស្សជាច្រើនស្ដាប់សេចក្តីពិតដោយពិបាកព្រោះតែមានចិត្តរឹងដូចថ្មពួកគេបានសាបព្រោះនៅការមិនយកចិត្តទុកដាក់និងការប្រឆាំងទៅនឹងសេចក្តីពិតហើយនោះឯងជាផលផ្លែដែលគេបានប្រមូលផលបានមនុស្សខ្លះរំងាប់មនសិការដែលមានទោសរបស់ខ្លួនដោយគំនិតថាខ្ញុំអាចផ្លាស់ប្ដូរការអាក្រក់របស់ខ្ញុំបានប្រសិនបើខ្ញុំចង់ជីវិតដែលស្រឡាញ់អំពើបាបបានធ្វើជាគំរូយ៉ាងរឹងមាំដូចជាគេចាក់ពុំដល់អត្តចរិតធ្វើឲ្យពួកគេមិនអាចទទួលរូបអង្គព្រះយេស៊ូវបានឡើយប្រសិនបើគ្មានពលឺចាញ់ចាំងមកលើផ្លូវរបស់គេទេនោះសេចក្តីមេត្តាករុណានឹងចូលមកធ្វើអន្តរាគមន៍តែគេមិនអាចចាប់យកពន្លឺនោះបានទេហើយពន្លឺនោះក៏នឹងត្រូវដកយកទៅវិញដែរបន្ទាប់ពីពួកគេបានស្អប់ពន្លឺនោះយ៉ាងយូរទីបំផុតពួកគេនឹងទៅជាងងឹតជាមិនខានបន្ទាប់មកសេចក្តីវេទនាជាព្រិលបានធ្លាក់មកគំរាមកំហែងដល់ស្ដេចផារ៉ោនដូច្នេះចូលចាត់គេឲ្យទៅនាំអស់ទាំងវងសត្វរបស់ឯងទាំងប៉ុន្មានដែលនៅឯទីវាលចូលមកជាប្រញាប់ត្បិតអស់ទាំងមនុស្សនិងសត្វទាំងប៉ុន្មានដែលនៅទីវាលដែលមិនបានប្រមូលមកក្នុងផ្ទះនោះនឹងត្រូវព្រើធ្លាក់លើស្លាប់ទាំងអស់គេមិនដែលឃើញព្យុះព្រិលបែបនេះនៅក្នុងប្រទេសអេស៊ីបទេគេបានផ្សព្វផ្សាយដំណឹងនេះយ៉ាងរហ័សទៅពាសពេញនៅក្នុងប្រទេសអស់អ្នកដែលជឿព្រះបន្ទូលរបស់ព្រះបានប្រមូលសត្វគោរបស់ពួកគេមកក្នុងផ្ទះខណៈដែលអ្នកមិនស្ដាប់ការព្រមាននេះបានទុកសត្វរបស់ពួកគេនៅឯទីវាលវិញនៅកណ្ដាលការជំនុំជម្រះព្រះបានបង្ហាញសេចក្តីមេត្តាករុណារបស់ទ្រង់ហើយការនេះបានបង្ហាញអំពីចំនួនមនុស្សដែលត្រូវបានដឹកនាំឲ្យកោតខ្លាចព្រះព្យុះធ្លាក់មកទាំងមានផ្គររន្ទះព្រិលនិងភ្លើងលាយជាមួយផងដល់ម្លេះបានតាំងពីស្រុកអេស៊ីបកើតមកជានគរនោះមិនដែលមាននៅក្នុងស្រុកដូច្នោះឡើយនៅគ្រប់ទាំងស្រុកអេស៊ីបព្រិលនោះបានធ្លាក់មកគ្រប់របស់ទាំងអស់នៅទីវាលតាំងពីមនុស្សរហូតដល់សត្វក៏ធ្លាក់មកបំផ្លាញអស់ទាំងដំណាំនៅទីវាលដែរហើយបំបាក់អស់ទាំងដើមឈើនៅចំការផងក្រោយពីការបំផ្លាញរបស់ទេវតាមកស្រុកទាំងនោះសល់តែចំណែកបែកបាក់ខ្ទេចខ្ទីតែប៉ុណ្ណោះមានតែទឹកដីកូសែនប៉ុណ្ណោះដែលគ្មានព្រិលប្រជារាស្ត្រនៅក្នុងប្រទេសអេស៊ីបទាំងមូលបានញ័ររន្ធត់នៅក្រោមការជំនុំជម្រះរបស់ព្រះស្ដេចផារ៉ោនបានចាត់គេឲ្យទៅហៅបងប្អូនពីរនាក់នោះមកជាបន្ទាន់ម្ដងនេះអញជាអ្នកមានបាបគឺព្រាយវ៉ាដែលសុចរិតអញនឹងរាជរបស់អញយើងជាពួកអាក្រក់វិញដូច្នេះសូមឲ្យឯងអង្វរដល់ព្រាយវ៉ាផងបើមានគោលន់យ៉ាងខ្លាំងហើយនឹងព្រិលនេះជាការល្មមហើយនោះអញនឹងឲ្យឯងរកគ្នាចេញទៅឥតមានការខាត់ខៀងទៀតឡើយលោកម៉ូសេបានដឹងថាការពិបាកទាំងឡាយមិនទាន់ចប់ទេការសារភាពនិងសេចក្តីសន្យារបស់ស្ដេចផារ៉ោនមិនមែនជាលទ្ធផលនៃការផ្លាស់ប្ដូរពិតប្រាកដនៅក្នុងគំនិតរបស់ទ្រង់នោះទេប៉ុន្តែជាបាយកលរបស់ទ្រង់ដោយសារតែការភ័យខ្លាចនិងការព្រួយបារម្ភតែប៉ុណ្ណោះទោះជាយ៉ាងនេះក៏ដោយលោកម៉ូសេបានសន្យាថានឹងធ្វើតាមសំណូមពររបស់ស្ដេចដែរព្រោះគាត់មិនចង់ឲ្យទ្រង់មានឱកាសបន្តប្រហាតីរឿងរស់របស់ទ្រង់តទៅទៀតលោកម៉ូសេបានចាកចេញទៅដោយមិនខ្វល់ខ្វាយទៅនឹងព្យុះព្រិលឡើយស្ដេចផារ៉ោននិងពួកនាម៉ឺនរបស់ទ្រង់បានឃើញប្រជាស្ដាររបស់ព្រះយេហូវ៉ាដែលបានការពារពួកអ្នកនាំសាររបស់ព្រះម៉ូសេបានលើកដៃប្រទូលទៅកាន់ព្រះយេហូវ៉ានោះផ្គរលន់ក៏ស្ងប់ទៅព្រិលក៏បាត់ទៅហើយភ្លៀងក៏រាំងមិនធ្លាក់មកលើដីទៀតទេប៉ុន្តែបន្ទាប់ពីរួចពីការភ័យខ្លាចនោះមកបាតីរបស់ស្ដេចផារ៉ោនក៏ត្រឡប់ទៅជារឹងទទឹងវិញនោះព្រះបានបង្ហាញផុសតាំងយ៉ាងច្បាស់អំពីភាពខុសគ្នាដែលទ្រង់ដាក់នៅចន្លោះរាជអ៊ីស្រាអែលនិងសាសអេស៊ីបទ្រង់នឹងធ្វើឲ្យរាជនៅក្នុងនគរទាំងមូលដឹងថាសាសហេប្រឺស្ថិតនៅក្រោមការការពាររបស់ព្រះនៃឋានសួគ៌លោកម៉ូសេបានទូលដល់ស្ដេចផារ៉ោនឲ្យដឹងថានឹងមានសេចក្តីវេទនាជាកណ្ដូបដែលនឹងគ្របដណ្ដប់នៅក្នុងស្រុកអេស៊ីបទាំងមូលព្រមទាំងស៊ីបំផ្លាញដំណាំផលទាំងឡាយដែលនៅសេសសល់ពីព្រិលផងកណ្ដូបទាំងនោះនឹងចូលមកពាសពេញនៅក្នុងផ្ទះរហូតដល់រាជវាំងផងលោកមានប្រសាសន៍ថាគ្រោះកាចនេះនឹងក្លាយទៅជាគ្រោះធម្មជាតិដែលដល់ម្លេះបានជាឪពុកនិងពួកឯកឯងរស់គ្នាមិនដែលឃើញការដូច្នោះឡើយចាប់តាំងពីគេកើតឡើងរហូតដល់ឥឡូវនេះពួកមហាថលឹកស្ដេចមានការភ័យរន្ធត់ជាខ្លាំងប្រជារាស្ត្រទាំងនគរទាំងមូលរងគ្រោះដោយការងាប់សត្វគោអស់ជាច្រើនមនុស្សជាច្រើនបានស្លាប់ដោយសារព្រិលព្រៃព្រឹក្សាទាំងឡាយបានបាត់បង់ហើយផលដំណាំទាំងឡាយក៏ត្រូវបានបំផ្លាញសាសអេស៊ីបបានបាត់បង់ទ្រព្យសម្បត្តិដែលគេបានចំណេញពីកូនចៅអ៊ីស្រាអែលទៅវិញយ៉ាងឆាប់រហ័សទឹកដីទាំងមូលរបស់ពួកគេត្រូវបានគំរាមកំហែងដោយគ្រោះអត់ឃ្លានពួកនាម៉ឺនរាជនិងស្ដេចរបស់ព្រះអង្គបានចោមរោមព្រះមហាក្សត្រហើយបង្គាប់ថាតើទុកឲ្យមនុស្សទាំងនេះធ្វើជាអន្ទាក់ដល់យើងរាល់គ្នាដល់កាលណាទៀតសូមឲ្យគេចេញទៅថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃគេចោះតើទ្រង់មិនទាន់ជ្រាបថាស្រុកអេស៊ីបខូចអស់ហើយទេឬអីស្ដេចផារ៉ោនក៏ហៅម៉ូសេហើយនិងអេរ៉ុនមកទៀតហើយមានបន្ទូលទៅកាន់អ្នកទាំងពីរថា
ចូលទៅចោះទៅថ្វាយបង្គំព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាចោះតើមានអ្នកណាខ្លះដែរទៅម៉ូសេឆ្លើយថាយើងខ្ញុំនឹងទៅទាំងចាស់ទាំងក្មេងទាំងប្រុសទាំងស្រីហើយនឹងវងជៀមវងគោរបស់យើងខ្ញុំទាំងអស់បើនេះគឺជាបុណ្យព្រះយេហូវ៉ាសម្រាប់យើងរាល់គ្នាស្ដេចមានពេញទៅដោយកំហឹងក្រេវក្រោធទ្រង់ស្រែកឡើងថាចូលឯងរាល់គ្នាចេញទៅតែពួកប្រុសប៉ុណ្ណោះដើម្បីនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាចោះត្បិតឯងរាល់គ្នាបានសូមដូច្នោះហើយរួចគេក៏បណ្ដេញអ្នកទាំងពីរចេញពីមុខផារ៉ោនទៅស្ដេចផារ៉ោនបានធ្វើពុតជាយកចិត្តទុកដាក់ចំពោះសុខុមាលភាពនិងចង់ថែរក្សាដល់ពួកក្មេងៗរបស់ពួកគេប៉ុន្តែបំណងពិតប្រាកដរបស់ទ្រង់គឺធ្វើដូច្នោះដើម្បីធានាថាពួកប្រុសទាំងអស់នោះនឹងវិលត្រឡប់មកវិញតែប៉ុណ្ណោះនោះលោកម៉ូសេបានលើកដំបងរបស់គាត់ទៅលើស្រុកអេស៊ីបហើយខ្យល់ពីទិសខាងកើតបក់នាំកណ្ដូបមកជាច្រើនវានាំឲ្យវេទនាណាស់តាំងពីដើមមកមិនដែលមានកណ្ដូបយ៉ាងដូច្នោះឡើយហើយទៅខាងមុខក៏មិនដែលមានតទៅទៀតដែរវាមានពេះពេញលើផែនដីរហូតដល់ត្រឡប់ទៅជាងងឹតហើយវាស៊ីស្លឹកឈើខ្ចីៗនិងផ្លែឈើទាំងអស់ដែលនៅសេសសល់ពេលព្រើលបំផ្លាញនោះផារ៉ោនក៏ហៅម៉ូសេនិងអេរ៉ុនជាប្រញាប់ប្រាប់ថាអញធ្វើបាបនឹងព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាហើយនឹងឯងរាល់គ្នាដែរដូច្នេះសូមអត់ទោសដល់អញក្នុងគ្រានេះម្ដងចោះហើយសូមអង្វរដល់ព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាដើម្បីឲ្យទ្រង់បន្ថយសេចក្តីស្លាប់នេះចេញពីអញទៅលោកទាំងពីរក៏អង្វរដល់ព្រះយេហូវ៉ានោះទ្រង់ក៏ធ្វើឲ្យមានខ្យល់ពីទិសខាងលិចយ៉ាងខ្លាំងបក់គាកណ្ដូបទម្លាក់ទៅក្នុងសមុទ្រក្រហមអស់ទៅស្ដេចនៅតែរក្សាបំណងជជែកដដែលពួកបណ្ដាជនអ៊ីស្រាអែលរៀបនឹងអស់សង្ឃឹមទៅហើយពួកគេព្រួយបារម្ភអំពីអនាគតយ៉ាងខ្លាំងមនុស្សនៅក្នុងនគរថ្វាយបង្គំស្ដេចផារ៉ោនជាព្រះរបស់ពួកគេប៉ុន្តែឥឡូវនេះពួកគេជាច្រើនបានដឹងថាព្រះអង្គកំពុងតែប្រយុទ្ធតទល់ជាមួយនឹងព្រះដែលបង្កើតអំណាចធម្មជាតិទាំងអស់ទេសកលអ៊ីស្រាអែលសង្ឃឹមជឿជាក់ថាមុខជានឹងរំដោះខ្លួនឲ្យរួចជាមិនខាននៅពេលពេញក្នុងប្រទេសអេស៊ីបមានការភ័យខ្លាចជាសម្ងាត់ក្រែងពួកទេសកលនេះងើបឡើងសងសឹកតបទៅនឹងអំពើអាក្រក់របស់ពួកគេវិញមនុស្សម្នាសួរគ្នាទៅមកទៅវិញថាតើនឹងមានអ្វីកើតឡើងតទៅទៀតនៅពេលខាងមុខរំពេចនោះមានងងឹតយ៉ាងក្រាស់ពេញនៅក្នុងស្រុកអេស៊ីបដែលជាការងឹតចាក់ភ្នែកមិនយល់ធ្វើឲ្យពួកគេពិបាកដកដង្ហើមគេមើលគ្នាមិនឃើញសោះក្នុងរយៈពេល3ថ្ងៃនោះឥតមានអ្នកណាក្រៅពីកន្លែងខ្លួនឡើយតែនៅក្នុងផ្ទះនៃពួកកូនចៅអ៊ីស្រាអែលនោះមានពន្លឺវិញព្រះអាទិត្យនិងព្រះច័ន្ទគឺជាព្រះដែលពួកជនជាតិអេស៊ីបថ្វាយបង្គំភាពងងឹតដ៏អស្ចារ្យបានវាយប្រហារមកលើពួកបណ្ដាជននិងព្រះរបស់ពួកគេផងគ្រោះកាចនេះគឺជាភស្តុតាងបង្ហាញអំពីសេចក្តីមេត្តាករុណារបស់ព្រះដែលមិនចង់បំផ្លាញដល់មនុស្សឡើយទ្រង់ទូឱកាសឲ្យមនុស្សឆ្លោះបញ្ចាំងអំពីកំហុសរបស់ខ្លួនហើយកែប្រែចិត្តមុនទ្រង់ទម្លាក់សេចក្តីវេទនាដ៏អាក្រក់ចុងក្រោយមកលើពួកគេនៅចុងបញ្ចប់នៃថ្ងៃទី3ក្នុងភាពងងឹតនេះស្ដេចផារ៉ោនបានឲ្យគេហៅលោកម៉ូសេនិងអេរ៉ុនមកហើយបានយល់ព្រមអនុញ្ញាតឲ្យពួកបណ្ដាជនចេញទៅថ្វាយបង្គំព្រះតែឲ្យទុកវងជៀមវងគោរបស់ពួកគេវិញម៉ូសេបានឆ្លើយតបយ៉ាងដាច់អហង្ការថាមិនត្រូវឲ្យនៅសេសសល់សំបីតែក្រចកសត្វណាមួយផងពេលនោះកំហឹងរបស់ស្ដេចផារ៉ោនក៏ទប់លែងជាប់ព្រះអង្គបានស្រែកឡើងថាថយចេញពីអញទៅចូលប្រយ័ត្នកុំឲ្យមកអញទៀតឡើយត្បិតបើថ្ងៃណាឯងមកនៅមុខអញនោះឯងនឹងត្រូវស្លាប់លោកម៉ូសេបានទូលតបថាបន្ទូលនោះត្រូវណាស់ទូបង្គំលែងមកគល់ទ្រង់ទៀតហើយលោកម៉ូសេគឺជាវីរបុរសម្នាក់នៅក្នុងស្រុកអេស៊ីបនៅចំពោះមុខពួកនាម៉ឺនរបស់ស្ដេចផារ៉ោននិងនៅចំពោះមុខបណ្ដាជនស្ដេចមិនហ៊ានប៉ះពាល់រូបគាត់ឡើយព្រោះបណ្ដាជនគេបានសម្លឹងមើលទៅកាន់គាត់ថាជាមនុស្សតែម្នាក់គត់ដែលអាចមានអំណាចធ្វើឲ្យសេចក្តីវេទនាទាំងឡាយបានស្ងប់ទៅវិញពួកគេចង់ឲ្យស្ដេចអនុញ្ញាតឲ្យសាសអ៊ីស្រាអែលចេញពីស្រុកអេស៊ីបទៅគឺស្ដេចនឹងពួកសង្ឃនេះហើយដែលបានប្រឆាំងទោះនឹងសំណើរបស់លោកម៉ូសេរហូតដល់ទីបញ្ចប់